សូអ្នកគ្រូចាជំរាបសួរអូនចាជាដំបូងចង់ឲ្យអ្នកគ្រូណែនាំខ្លួនចានាងខ្ញុំសុនហៀងជានាយិកាសាលាមន្តេយ្យរបស់គ្រីស្ទីណាហើយក៏មានបម្រើសេវាកម្មសាឡនដូចគ្នាចាហើយយើងក៏មានជាផលិតផលនៅក្នុងការផ្គត់ផ្គង់ដោយសារតែយើងមានបរិញ្ញាសិស្សចាហើយនឹងបងប្អូនជាងសាឡនផ្សេងៗទៀតយើងចាប់ផ្ដើមអាជីវកម្មនេះដំបូងនៅក្នុងឆ្នាំ2000អ្នកគ្រូចាយើងបើកមកដំបូងជាមេជាងមកឬក៏យ៉ាងណាដែរសម្រាប់ឆ្នាំ2000ហ្នឹងមានន័យថាបើកបណ្ដារៀនបណ្ដាហើយនៅក្នុងការបើកហ្នឹងមេជាងនៅក្នុងហាងខ្ញុំហ្នឹងមានមេជាងមកពីថៃហើយនឹងមេជាងវៀតណាមចាគាត់មានស្នាដៃទឹកដៃខ្លាំងប្រកែចាថាតើបើកដំបូងទទួលបានការគ្រប់គ្រងឬក៏យ៉ាងណាហើយយើងបើកនៅទីតាំងណាដែរអ្នកគ្រូនៅខ្សែកណ្ដាលចានៅខ្សែកណ្ដាលយើងបើកទំហំមិនធំទេទូចទេ4ម៉ែត្រ6ម៉ែត្រទូចប៉ុន្តែការហ្នឹងគឺភ្ញៀវច្រើនមែនតើចាមួយថ្ងៃភ្ញៀវអត់ក្រោម50-60នាក់ក្នុងមួយថ្ងៃបើដំបូងយ៉ាងណាដែរបាទអ្នកគ្រូនឹកឃើញថាទៅរៀនលែងចូលមេជាងឬក៏បញ្ហានៅក្នុងការដែលបើកមានន័យថាពេលដែលបើកគឺដំណើរការល្អដោយសារតែស្ថានភាពមែនតើទៅការងារសាឡនហ្នឹងគឺជាការងារមួយដែលធ្វើឲ្យមនុស្សស្អាតចាអញ្ចឹងមិនថាប្រុសស្រីទេគឺចង់បានស្អាតហើយឆ្លងកាត់នៅក្នុងការបើកហ្នឹងដោយសារតែទី1ខ្ញុំកំពុងតែរៀនអញ្ចឹងខ្ញុំអត់ទាន់ចេះទេប៉ុន្តែខ្ញុំមានហាងអញ្ចឹងខ្ញុំមានឱកាសរៀនបដាធ្វើបដាអញ្ចឹងនៅក្នុងស្ថានភាពពេលដែលខ្ញុំធ្វើមានន័យថាដោយសារតែមានមេជាងអញ្ចឹងមេជាងជាទូទៅគាត់ដូចរបៀបថាគាត់រៀងមិនសូវជាឲ្យតម្លៃយើងណាចាគាត់រៀងមើងងាយការមើងងាយរបស់គាត់ហ្នឹងមិនមែនថាមើងងាយអីទេរបៀបថាទី1អ្វីដែលខ្ញុំអត់ពេញចិត្តគឺគាត់ដូចមេជាងវៀតណាមគឺគាត់ជក់បរិយចាអញ្ចឹងមុននឹងភ្ញៀវចូលមកចង់ធ្វើអីមួយគាត់ត្រូវតែជក់បរិយឲ្យអស់មួយដើមសិនឬមួយក៏ពាក់កណ្ដាលដើមសិនហើយបានគាត់ចូលមកធ្វើឲ្យភ្ញៀវអញ្ចឹងខ្ញុំមានអារម្មណ៍មួយថាខ្ញុំអត់ចូលចិត្តទៅលើចំណុចហ្នឹងទេអញ្ចឹងពេលខ្លះក៏ដូចថានិយាយទៅកាន់គាត់ក៏គាត់អត់ស្ដាប់យើងដែរចាគឺគាត់អត់ស្ដាប់ទេអញ្ចឹងវាមានរឿងជាច្រើនហើយក្រោយមកមានតែពេលខ្លះទៅក៏គេហៅថាមានចិត្តមួយថាចង់ចូលធ្វើដោយមានតែមកភ្ញៀវចាំអញ្ចឹងក៏ចូលធ្វើហ្នឹងដើម្បីឲ្យមានតែបដែតហើយដើម្បីឲ្យគាត់មកគាត់ចូលធ្វើតប៉ុន្តែការយល់ឃើញរបស់គាត់អត់ដូចខ្ញុំទេការយល់ឃើញរបស់គាត់គឺគាត់ថាបើខ្ញុំធ្វើភ្ញៀវនឹងកាន់ភ្ញៀវនឹងហើយឲ្យខ្ញុំធ្វើឲ្យដល់ចប់ទៅតែទាំងខ្ញុំអត់មានសមត្ថភាពធ្វើទេហើយគាត់ដឹងអញ្ចឹងគាត់ដឹងហើយគាត់ញួរថែមអញ្ចឹងការប្រមាថមួយហ្នឹងដែលធ្វើឲ្យខ្ញុំហ្នឹងកាន់តែខិតខំប្រឹងប្រែងហើយពិតប្រាកដខ្ញុំធ្វើបដាខ្ញុំយំបដាខ្ញុំខឹងគាត់បដាខ្ញុំពិតជាមានអារម្មណ៍មួយថាយើងអញ្ជើញគាត់មកយើងឲ្យតម្លៃគាត់ជាមេជាងជាអីប៉ុន្តែធៀបពិតគឺគេហៅថាខ្វះការសហការចាខ្វះការសហការហើយក៏ខ្វះការជ្រុំជ្រែងដែរចាទៅធ្វើឲ្យអ្នកគ្រូក៏សម្រេចរៀនខ្លួនឯងចាអញ្ចឹងស្ថានភាពពេលហ្នឹងដោយសារតែការគេហៅថាការមិនឲ្យតម្លៃរបស់គាត់ហើយនឹងមានមិត្តភ័ក្តិរបស់ម៉ាក់ខ្ញុំជាច្រើនទៀតបងប្អូនជាច្រើនដែលគាត់ថាមិនបានជាការងារមកកណោជាច្រើនខ្ញុំអត់ទៅធ្វើហើយបែរជាខ្ញុំមកចាប់ទៅលើអាជីពមួយហ្នឹងហើយស្ថានភាពពេលដែលខ្ញុំរៀននៅឆ្នាំ2000ហ្នឹងបើយើងនិយាយពីគេហៅថាវិស័យសាឡនកាលឆ្នាំហ្នឹងគេអត់សូវឲ្យតម្លៃបានទេគេឲ្យតម្លៃថាការងារមួយហ្នឹងគឺជាការងារដែលមិនល្អចាគឺគេអត់បានមើលឃើញពីគុណតម្លៃនៃការជួយមនុស្សឲ្យស្អាតទេតែគេមើលឃើញថាអ្នកដែលរៀនមុខរបរហ្នឹងអ្នកដែលរកស៊ីមុខរបរហ្នឹងសិតតែជាមនុស្សមិនល្អអញ្ចឹងពាក្យពេចន៍ទាំងអស់ហ្នឹងក៏បានឮខ្ញុំក៏បានឮផ្ទាល់ហើយក៏មានគេមកនិយាយដាក់ប្រាប់ម៉ាក់ខ្ញុំអញ្ចឹងណាហើយក៏យើងទទួលបានគេហៅថាតាមពិតអាហ្នឹងក៏ជាកម្លាំងមួយដែរជាកម្លាំងចិត្តមួយនៅក្នុងការឲ្យខ្លួនឯងធ្វើវាឲ្យបានកាន់តែល្អចាតែគិតថានឹងបោះបង់អីទេអ្នកជាក់ស្ដែងបើថាឲ្យខ្ញុំស្រឡាញ់មែនតើខ្ញុំអត់ស្រឡាញ់ទេតែខ្ញុំចង់ឈ្នះអូចាខ្ញុំចង់ឈ្នះជាពិសេសហ្នឹងគឺឈ្នះ
បងប្អូនតែម្ដងធំផុតគឺបងប្អូនដែលគាត់បានដូចថា អបធ្វើពីអស់ ហ្នឹងហើយ ឲ្យជីវកម្ម ហ្នឹងហើយហើយក៏ខ្ញុំចាំថាពេលដែលខ្ញុំចាប់ផ្ដើមចាប់មុខរបរហ្នឹងគាត់អត់ឲ្យតម្លៃគាត់មើលងាយ ចា ពេលដែលខ្ញុំចេះគាត់មកពឹងពាក់ឲ្យខ្ញុំធ្វើឲ្យគាត់ខ្ញុំចងចាំនៅពាក្យសម្ដីគាត់ដូចគ្នាអញ្ចឹងពេលដែលគាត់មកធ្វើគឺខ្ញុំអត់ដែរ free ទេគឺខ្ញុំយកលុយពេញ ចា ហ្នឹងហើយខ្ញុំប្រាប់គាត់ថាបងប្អូនរកស៊ីគឺត្រូវយកលុយ ចាបងក៏រៀនដែរ ចា អញ្ចឹងវាជាចំណុចមួយដែលមានន័យថាវាធ្វើឲ្យការខិតខំប្រឹងប្រែងហើយនឹងភាពក្លាហានដោយតាក់ទងជាមួយការធ្វើឲ្យភ្ញៀវឆ្លងកាត់នៅក្នុងការធ្វើដែលខ្ញុំចូលទៅធៀបពិតមិនមែនចង់ទៅធ្វើទេតែយើងអត់ចង់ទុកភ្ញៀវចោលចាអញ្ចឹងយើងចង់គ្រាន់តែជាការបណ្ដែតទេប៉ុន្តែជ្រុងរបស់មេជាងគឺគាត់មើលឃើញផ្សេងអញ្ចឹងដូចស្ថានភាពដូចពេលខ្លះដូចពេលដែលខ្ញុំអត់ចេះនៅក្នុងស្ថានភាពហ្នឹងខ្ញុំនិយាយពីផលលំបាកនៅក្នុងការបើកពេលហ្នឹងទី1គឺភ្ញៀវច្រើនទី2ពួកគាត់អត់សូវគេហៅថាអត់សូវយកចិត្តទុកដាក់ទៅលើការមើលថែភ្ញៀវឯងដោយសារអីដោយសារពិតប្រាកដភ្ញៀវទាំងអស់គឺត្រូវការគាត់គឺជាបុគ្គលមួយដែលកម្រគាត់ធ្វើឲ្យភ្ញៀវបានស្អាតខ្ញុំទទួលស្គាល់ថាមេជាងដែលគាត់កាន់ហាងខ្ញុំហើយនឹងមេជាងថៃដែលគាត់ផាត់មុខធ្វើសក់ហើយអញ្ចើមហ្នឹងគឺគាត់ប្រកែការឆ្នាំហ្នឹងហើយខ្ញុំក៏បានឱកាសរៀនសូត្រពីគាត់បានដូចគ្នានៅក្នុងការមើលគាត់រៀនពីគាត់អីចឹងណាចាប៉ុន្តែការរៀនហ្នឹងដូចខ្ញុំនិយាយចឹងអត់មែនមកបរៀនទេគឺជាការឈរអង្កេតដោយយើងចាប់ដោយខ្លួនចាចាប់ដោយខ្លួនឯងហើយមកវឹកហាត់ទៅហ្នឹងហើយស្ថានភាពដែលខ្ញុំជួបធំដំបូងហ្នឹងគឺប្រហែលជា 4-5 ខែ 4-5 ខែហ្នឹងខ្ញុំក៏សម្រេចចិត្តថាប្រហែលជានៅអញ្ចឹងអត់កើតទេហើយមួយទៀតខ្ញុំចង់ទៅរៀនដូចខ្ញុំទៅរៀនខ្ញុំធ្វើការបង់លុយ 3-4 កន្លែងហើយខ្ញុំអត់ទទួលបានការរៀនទេខ្ញុំក៏សម្រេចចិត្តសុំម៉ាក់ខ្ញុំថាខ្ញុំចង់ទៅរៀនក្រៅប្រទេសពីព្រោះអីខ្ញុំចង់រៀនព្រោះខ្ញុំចង់ឲ្យខ្លួនឯងចេះហ្នឹងហើយអញ្ចឹងគោលបំណងខ្ញុំគឺចង់ឲ្យខ្លួនឯងចេះតែខ្ញុំរកកន្លែងរៀនអត់ឃើញនៅក្នុងសម័យចាខ្ញុំបង់លុយហើយគឺអត់មានការបរៀនទេចាគឺទៅគ្រាន់តែទៅឈរមើលទៅជួយបោសជួយជូបជួយបោកកសែងជួយហាកសែងជួយលាងចានជួយអីសពគ្រប់បែបយ៉ាងអញ្ចឹងទៅចាមានភ្ញៀវក៏ជួយធ្វើភ្ញៀវអត់ភ្ញៀវក៏ធ្វើសពគ្រប់បែបយ៉ាងធ្វើទៅអញ្ចឹងឆ្លងកាត់ថារៀនអត់បានរៀនទេតែហាងនីមួយដែលខ្ញុំធ្វើការបង់លុយរៀនគាត់មានភ្ញៀវច្រើនអញ្ចឹងឱកាសនៅក្នុងការឈរមើលហើយនឹងឈររៀនហ្នឹងគឺយើងមានន័យថាមានឱកាសមើលពួកគាត់បានច្រើនតែបើគាត់ឲ្យបរៀនយើងថាអាហ្នឹងត្រូវធ្វើម៉េចអាហ្នឹងត្រូវធ្វើម៉េចអត់ទេអញ្ចឹងបានខ្ញុំសម្រេចចិត្តថាខ្ញុំអត់គួរខ្ជិះខ្ជាយពេលវេលាទេខ្ញុំក៏សម្រេចចិត្តទៅរៀននៅក្រៅប្រទេសចាហើយខ្ញុំក៏សុំម៉ាក់ខ្ញុំទៅហើយខ្ញុំក៏បានបន្តការរៀននៅថៃ6ខែហ្នឹងថ្នាក់ basic ហ្នឹងខ្ញុំក៏បានចាប់អារម្មណ៍ឃើញថាវាជាឱកាសមួយដែលខ្ញុំមើលឃើញថាមនុស្សជាច្រើនដែលឆ្លាញ់មុខរបរដូចខ្ញុំគាត់ចង់រៀនគាត់ពិតប្រាកដដែររកកន្លែងរៀនពិបាករកសាលាដែលគេហៅថាដែលយើងចាយលុយហើយមិនគេមិនខាតពេលវេលាហ្នឹងហើយក៏សម្រេចចិត្តមកបើកសាលានៅឆ្នាំ2002ហ្នឹងពេលត្រឡប់មកវិញចាប៉ុន្តែមុននឹងបានបើកក៏មានរឿងជាច្រើនដែរម៉ាក់ប៉ាអត់មានន័យថាគាត់អត់គ្រប់គ្រងទី1ខ្ញុំអត់ទាន់បានសាងសមុទ្រទំហល់អីខ្ញុំមានន័យថាខ្ញុំពិតប្រកាសថាខ្ញុំទៅខ្ញុំបានមើលឃើញពីអាកាសមើលឃើញពីគេហៅថាពីគោលបំណងដែលខ្ញុំទៅរៀនហើយខ្ញុំចង់យកអាសមត្ថភាពទាំងអស់ហ្នឹងចំណេះដឹងទាំងអស់ហ្នឹងចង់មកចែកម្លែកជូនទៅដល់បងប្អូនកូនខ្មែរហ្នឹងឲ្យគាត់មានឱកាសរៀនចំណេញពេលវេលាហ្នឹងហើយឲ្យគាត់បានគេហៅថារៀនបែបមានជំនាញហើយស្តង់ដារអញ្ចឹងខ្ញុំបាននិយាយមួយគាត់ប្រហែលជាចង់ប្រហែលចូលប្រហែល3អាទិត្យអីបានគាត់ព្រមនៅក្នុងការព្រមហ្នឹងគឺដោយសារយើងមានការសន្យាមួយគ្នាទៀត
ចាខ្ញុំសន្យាថាបើសិនជាគាត់ព្រមបើកសាលាឲ្យខ្ញុំក្នុងរយៈពេល1ឆ្នាំហ្នឹងគ្រប់យ៉ាងដែលខ្ញុំរៀនទាំងបានអីដែលខ្ញុំនេះទាំងបានខ្ញុំនឹងសាងសមិទ្ធផលនឹងឲ្យគាត់ក្នុងរយៈពេល1ឆ្នាំហ្នឹងដោយសារតែ commitment មួយហ្នឹងទើបធ្វើឲ្យខ្ញុំgrowបានលឿនដូចគ្នាចាគឺ grow លឿនអញ្ចឹងក្នុងរយៈពេល2022រហូតចាពេលដែលខ្ញុំមានន័យថាពេលដែលខ្ញុំ2002ចាខ្ញុំបើកនៅក្នុង2002ហ្នឹងក្នុងរយៈពេល1ឆ្នាំហ្នឹងគឺជាពេលវេលាមួយដែលយើងគេហៅថាបើកពឹបគឺរឿងតាំងពីបញ្ហាគ្រប់គ្រងតាំងពីការរៀបចំគេហៅថារៀបចំទៅលើកម្មវិធីសិក្សានៅក្នុងការប្រម៉ូទផ្សព្វផ្សាយការរកសិស្សគឺមានន័យថារវល់ខ្លាំងមែនតើហើយរឿងជាច្រើននៅក្នុងឆ្នាំទី1ឆ្នាំទី2ហ្នឹងគឺមានន័យថារឿងច្រើនមែនតើដែលយើងត្រូវដោះស្រាយជាប្រចាំថ្ងៃតែម្ដងមិនថាបញ្ហាជាងមិនថាបញ្ហាភ្ញៀវមិនថាបញ្ហាសិស្សគឺមានគ្រប់ជ្រុងដែលគេហៅថាបុកចូលចឹងហើយបើកភ្លាមគឺមានបញ្ហាភ្លាមហ្មងដោយសារទី1ពេលដែលយើងធ្វើការបើកហ្នឹងគឺដូចខ្ញុំអញ្ចឹងខ្ញុំអ្នកចង់បើកតែខ្ញុំអត់មានសមត្ថភាពគ្រប់គ្រងទេស្ថានភាពពេលហ្នឹងមានន័យថាម៉ាក់ខ្ញុំគាត់ដោយសារតែមុខរបរមួយហ្នឹងមែនតើគាត់អត់ចេះអាហ្នឹងទេគាត់អ្នករកស៊ីផ្សេងទេដោយសារតែបញ្ហាបើកមកមានបញ្ហាច្រើនដោយសារទី1បញ្ហាវាកើតឡើងដោយសារអីវាកើតឡើងដោយសារទី1យើងអត់មានបទពិសោធន៍អញ្ចឹងយើងគ្រាន់តែឃើញថាវាជាឱកាសវាជាពេលវេលាត្រូវមួយហើយនៅក្នុងការមកបើកពិតប្រាកដពេលដែលយើងបើកមានសិស្សចូលមករៀនមែនអញ្ចឹងនៅក្នុងការសិស្សចូលរៀនតាក់ទងជាមួយនឹងកម្មវិធីសិក្សាតាក់ទងជាមួយនឹងគេហៅថាគ្រូបរៀនទៅសិស្សហើយនឹងតាក់ទងមួយយើងមានភ្ញៀវផងអញ្ចឹងវាមានការងារច្បុកច្បល់ច្រើនបញ្ហាធំជាងគេគឺបញ្ហាបុគ្គលិកមិនត្រូវគ្នាដល់ម៉ោងបាយគឺឆ្លោះគ្នាគឺថាដល់ម៉ោងបាយអ្នកមកមុនដួសសាច់ញ៉ាំមុនអ្នកមកក្រោយសល់តែទឹកទេអញ្ចឹងវាធ្វើឲ្យអារឿងបាយក៏បញ្ហាអារឿងភ្ញៀវមកធ្វើអត់បានដូចចិត្តក៏មានបញ្ហាចាអញ្ចឹងអាអត់ភ្ញៀវក៏មានបញ្ហាអាមានញ៉ាំហើយក៏មានបញ្ហាចាមកគ្រប់ច្រកចតាអ្នកគ្រូដោះស្រាយយ៉ាងណាដែរជាមួយបញ្ហាស្ថានភាពហ្នឹងខ្ញុំអត់ទាន់មានសមត្ថភាពនៅក្នុងការគ្រប់គ្រងទេគឺដោយសារតែជួបការលំបាកមួយហ្នឹងម៉ាក់ខ្ញុំគាត់សម្រេចចិត្តគាត់មកជួយកាន់ចាមកជួយគ្រប់គ្រងបូកជាមួយនឹងគ្រួសារខ្ញុំចាអញ្ចឹងនៅក្នុងស្ថានភាពហ្នឹងគឺបានពួកគាត់ជួយនៅក្នុងការគ្រប់គ្រងបើសិនជាអត់ពួកគាត់ខ្ញុំគិតថាក៏យើងអាចដើរដល់ចំណុចនេះដែរពីព្រោះអីខ្ញុំអត់ទាន់មានបទពិសោធន៍នៅក្នុងការមកគ្រប់គ្រងការងារទាំងអស់ហ្នឹងហើយខ្ញុំបានតែរៀនមានជំនាញអញ្ចឹងជំនាញដែលខ្ញុំមានហ្នឹងក៏ខ្ញុំមិនទាន់ជាស្ទាត់មិនទាន់ជាមានបទពិសោធន៍ដែលអាចគេហៅថាមកផ្ទេរឲ្យគេបានទេវានៅស្ថានភាពនៅក្នុងការវឹកហាត់អញ្ចឹងនៅក្នុងពេលខ្លះអ្វីដែលខ្ញុំចេះខ្ញុំយកមកបរៀនខ្ញុំរៀបចំបរៀនអញ្ចឹងពេលដែលខ្ញុំបរៀនទៅកាន់សិស្សឬមួយក៏ខ្ញុំធ្វើទៅកាន់ភ្ញៀវបញ្ហាទាំងអស់ហ្នឹងហើយអាកំហុសទាំងអស់ហ្នឹងវាធ្វើឲ្យខ្ញុំដឹងហើយធ្វើឲ្យខ្ញុំរីកចម្រើនបានផ្លាស់ប្ដូរបានតាមការកំណែនៃការធ្វើមិនទាន់បានល្អអញ្ចឹងវាធ្វើឲ្យនៅក្នុងរយៈពេលឆ្នាំ2003ហ្នឹងគឺជាពេលវេលាមួយដែលយើងរៀបក្រុមគេហៅថារៀបក្រុមគ្រូនៅក្នុងការបរៀនចាទាំងម៉ោងពេលវេលាពីព្រោះម៉ាក់ខ្ញុំគាត់ជាមនុស្សដែលម៉ត់ចត់មែនតើចាគាត់ម៉ត់ចត់ណាគាត់ម៉ត់ចត់មើងម៉ាត់អញ្ចឹងគ្រប់យ៉ាងដែលគាត់ធ្វើគឺភាពច្បាស់លាស់ទាំងអស់ហ្នឹងវាធ្វើឲ្យមានសម្ពាធទៅបុគ្គលិកចាវាមានសម្ពាធទៅបុគ្គលិកប៉ុន្តែយើងមើលទៅលើភាពវិជ្ជមានវិញថាភាពសម្ពាធនេះគឺធ្វើឲ្យស្ថាប័នយើងមានភាពគេហៅថាច្បាស់លាស់ចាភាពច្បាស់លាស់នេះគឺនៅត្រង់ថាគឺសិស្សម៉ោងចូលហើយនឹងម៉ោងចេញអត់ឯកសន្តានគាត់អត់ឲ្យចូលទេម៉ោងចូលសិស្សដល់ម៉ោងចូលគឺចូលរៀនចប់ទើបមានសិទ្ធិចេញចាអញ្ចឹងយើងមើលឃើញថាស្ថានហើយក្នុងម៉ោងរៀនឧទាហរណ៍ថាបើករណីថារៀន make up ហ្នឹងរយៈពេល3សប្តាហ៍ចប់ក្នុងរយៈពេល3សប្តាហ៍បើសិនជាគ្រូហ្នឹងបរៀនសិស្សហ្នឹងអត់ចប់គាត់នឹងហៅគ្រូមកសួរហើយហេតុអីបាន
សិស្សនឹងរៀនមិនចប់ដោយសារកត្តាអីបញ្ហាគ្រូឬមួយក៏បញ្ហាសិស្សឬមួយក៏បញ្ហាអីអញ្ចឹងគាត់ត្រូវដឹងអំពីបញ្ហាទាំងអស់ហ្នឹងហើយដើម្បីគេហៅថាគាត់ចង់ manage ពេលវេលាហ្នឹងគឺដល់ពេលវេលាគឺសិស្សត្រូវតែចំណាយពេលតិចហើយរៀនឲ្យចប់ចាអញ្ចឹងរឿងហៅដែលគេហៅថាពេលដែលយើងគាត់មានការតឹងរឹងទៅលើចំណុចហ្នឹងគឺគ្រូគាត់មានសម្ពាធអញ្ចឹងបញ្ហាសម្ពាធទាំងអស់ហ្នឹងវាមានការលកម្មលកោវាមានការលបួងគ្នាដាក់ពាក្យឈប់ចារួមគ្នាប្រវត្តិគ្នាត្រូវឈប់4 5នាក់អញ្ចឹងទៅហ្នឹងហើយអញ្ចឹងវាមានរឿងជាច្រើនចាដូចរៀងលកម្មលកោដែរនៅក្នុងអាជីវកម្មមួយនេះចាលកម្មលកោដូច្នេះយើងនៅបញ្ហានៅ2003ចុះបន្តមកទៀតណាគ្រូ2004បញ្ហា2003យើងមើលឃើញថាដោយសារតែភាពតានតឹងទាំងអស់ហ្នឹងដែលឆ្លងកាត់គ្រប់យ៉ាងដែលយើងជំនះវាបានណាយើងបំបែកក្តីនៃបញ្ហាដែលសម្ពាធតានតឹងមួយហ្នឹងពេលដែលគាត់អត់ធ្មត់នៅក្នុងការរៀបប្រព័ន្ធការងារហ្នឹងបានទើបសាលាយើងផ្ទុះនៅឆ្នាំ2024គឺអត់មានកន្លែងឲ្យសិស្សចូលទេគឺណែនតាមតាប់តែម្ដង2004តែ2004គឺសិស្សបុកណែនខ្លាំងហ្មងដោយសារអីគឺគេលើកពីមាត់មួយទៅមាត់មួយថាបើចង់រៀនសាឡនទៅរៀននៅគ្រីស្ទីណាចាអញ្ចឹងអាការផ្សព្វផ្សាយហ្នឹងពីមាត់មួយទៅមាត់មួយពីមាត់មួយទៅមាត់មួយពេលវេលាច្បាស់លាស់ការកម្មវិធីសិក្សាអីអញ្ចឹងវាមានន័យថាគឺតាំងពីឆ្នាំ2004ហ្នឹងមកគឺកំណើនអាជីវកម្មរបស់យើងគឺក្រូឡើងរហូតតែនៅក្នុងការឡើងហ្នឹងឡើងបានត្រឹមដល់2007ទេយើងក៏ជួបមានន័យថាវាអាជីវកម្មយើងក៏មានការថយមកវិញដែរស្ថានភាពពេលហ្នឹងវាដូចជាបើយើងនិយាយទៅវាជាវិបត្តិសេដ្ឋកិច្ចដែរការហ្នឹងវិបត្តិសេដ្ឋកិច្ចដូចជាដីធ្លីដែរការជំនាន់ហ្នឹងពី2004រហូតដល់2006គឺជាពេលវេលាពួកខ្ញុំកើបលុយមែនរកបានណាឲ្យតែមានកម្លាំងធ្វើគឺភ្ញៀវច្រើនមែនតើមិនថាភ្ញៀវមិនថាសិស្សចុះឈ្មោះចូលរៀនទេគឺពេញនិយមតែហ្មងគឺផ្ទុះខ្លាំងហ្មងគាត់ថាម្នាក់អាជីវកម្មមួយនេះគឺយើងផ្ដោតសំខាន់ទៅលើសាឡនឬក៏ការបង្រៀនអ្នកគ្រូជាទូទៅនៅក្នុងអាជីវកម្មខ្ញុំគឺផ្ដោតទាំងពីរទាំងការផ្ដល់សេវាកម្មហើយនិងការបរៀនទៅដល់បងប្អូនដែលគាត់មានចង់ចំណាប់អារម្មណ៍ចង់រៀនទៅលើជំនាញសាឡនតែសាឡនគឺនៅទីក្នុងរបៀបបងចាយើងមានប្រមាណផ្នែកអីទៅការបរៀនមានដូចជាផ្នែកកាត់សក់បរិនារីផាត់មុខបួងសក់លាបពណ៌អ៊ុតត្រង់អ៊ុតរួញកក់សក់ផ្លុំម៉ូតមានជាច្រើនពីដើមឡើយគ្រីស្ទីណាបើកគឺយើងបើកទាំងអស់មានតាំងកញ្ចក់មានតាំងចើមមានតាំងតរោមផ្នែកគឺយើងមានគ្រប់មុខទាំងអស់ម៉ាស្សាមុខវាប្រើពេលវេលាវែងចាហើយនៅក្នុងនោះផងដែរយើងមើលឃើញថាការប្រើប្រាស់ពេលវេលាវាច្រើនពេកហើយយើងក៏ព្យាយាមគេហៅថាកាត់ទៅលើចំណុចដើម្បី focus ដូចមកដល់បច្ចុប្បន្នគឺពួកខ្ញុំផ្ដោតតែផ្នែកសក់ទេបើនិយាយពីរឿងសក់គឺគ្រីស្ទីណាគឺក្តោបយកទាំងអស់តែបើដូចជាផ្នែកម៉ាស្សាមុខផ្នែកអីពួកខ្ញុំប្រឡែងចោលដោយសារអីយើងអោបអត់ជុំចាអញ្ចឹងដោយសារតែអញ្ចឹងយើងក៏ជាដូចបច្ចុប្បន្នគឺយើងនៅតែផ្នែកសក់ទេចាប៉ុន្តែក៏យើងនៅតែមានបរិញ្ញាគ្រប់ផ្នែកមកគ្រប់សំបីតែការបរិញ្ញាក៏ខ្ញុំបដោតតែផ្នែកសក់ដែរគឺគោលដៅរបស់យើងគឺបើនិយាយពីសក់គឺពួកខ្ញុំមានគ្រប់មិនថាចង់អ៊ុតរួញមិនចង់អ៊ុតត្រង់លាបពណ៌សក់កក់សក់ទៅលើជំនាញសក់គឺយើងមានទាំងអស់គឺខ្លាំងខាងហ្នឹងដែរចាគឺយើងបដោតទៅលើឯកទេសយកឯកទេសផ្នែកសក់ចាបកទៅក្រោយវិញអ្នកគ្រូសាឡនដែលយើងបើកតាំងពី2000ចាឆ្នាំ2000គាត់ចោះរហូតមកដល់បច្ចុប្បន្ននេះអ្នកគ្រូមើលឃើញយ៉ាងណាដែរជាមួយវិស័យសាឡនកាលពី2000ដែលយើងធ្វើការបើកស្ថានភាពពេលហ្នឹងបើយើងនិយាយទៅមែនតែនទៅបើខ្ញុំនិយាយទៅវាជាសំណាងខ្ញុំដែរខ្ញុំបើកខ្ញុំចំណេញចាខ្ញុំបើកខ្ញុំចំណេញហើយមានអារម្មណ៍ថាវាសប្បាយជាមួយនឹងការងារដូចថាធ្វើឲ្យភ្ញៀវក៏សប្បាយចិត្តហើយយើងបានលុយទៀតហើយដូចថាភ្ញៀវហើយនឹងយើងហ្នឹងគឺមានតំណែងតំណងល្អស្និទ្ធស្នាលមែនតើដូចបងប្អូនអញ្ចឹង
ពេលខ្លះគាត់មកទទួលសេវាកម្មអញ្ចឹងគាត់ទិញនំទិញអីឲ្យយើងជាងអីអញ្ចឹងណាចាមានអារម្មណ៍ថាសប្បាយរីករាយនៅក្នុងការធ្វើការងារហ្នឹងហើយបើប្រៀបធៀបមកដល់ឥឡូវស្ថានភាពពីមុនដោយសារតែពីមុនសាឡនអត់ច្រើនដូចឥឡូវទេនៅក្នុងខ្ញុំអាចថា10ឆ្នាំចុងក្រោយចាស់ថាពី2010ឥឡូវថា2010ពី2015រហូតដល់2025នេះនៅក្នុង10ឆ្នាំចុងក្រោយនេះវិស័យសាឡនគឺរីកដូចផ្សិតអញ្ចឹងគឺតាមផ្លូវតាមឌឿងហែមតាមផ្សារទំនើបគឺថារីកដូចផ្សិតកន្លែងណាក៏យើងមើលឃើញថាសាឡនដែរហេតុអីបានសាឡនរីកដូចផ្សិតពីព្រោះអីសាឡនគឺជាទីផ្សារមួយដ៏ធំដែលមនុស្សត្រូវការគ្រប់ផ្ទះគឺត្រូវការជាងសាឡនជួយគាត់មិនថាតែផ្នែកកញ្ចក់មិនថាកាត់សក់មិនថាការ make up ចូលរួមគ្រប់កម្មវិធីអញ្ចឹងសាឡនយើងគឺយើងធ្វើតាំងពីចុងសក់រហូតដល់ចុងជើងអញ្ចឹងដោយសារតែការដោះស្រាយបញ្ហាទៅលើជួយមនុស្សបានស្អាតអញ្ចឹងវាជាទីផ្សារមួយដែលមានតម្រូវការខ្លាំងអញ្ចឹងហើយបានបងប្អូនយើងមានការចាប់អារម្មណ៍គាត់មើលឃើញទៅលើមុខរបរមួយនេះក៏គាត់ចំណាយពេលវេលារៀនហើយក៏មានការបើកទីមួយរៀនហើយអាចធ្វើឲ្យខ្លួនឯងស្អាតអាចជួយឲ្យអ្នកផ្ទះយើងស្អាតមនុស្សជុំវិញខ្លួនក៏ដូចជាជួយឲ្យបង្កើតមុខរបរបានប្រាក់ចំណូលបន្ថែមទៀតហ្នឹងហើយដូចអ្នកគ្រូលើកឡើងអញ្ចឹងការអ្នកគ្រូចង់រៀនគឺអត់មានសាលារៀន Yes គឺអត់មានសាលារៀនទេហើយសម្រាប់ឥឡូវនេះបើសិនជាពុកម៉ែបងប្អូនដែលគាត់ចង់រៀនណាថាតើយើងមើលសាលាបែបណាដែលយើងគួរថាទុកចិត្តនៅក្នុងការចូលទៅរៀនអញ្ចឹងណាដើម្បីទទួលបានចំណេះដឹងមកវិញយើងចេញមកគឺយើងអាចបើកបានឬក៏យើងចេះហ្មងអញ្ចឹងណាអ្នកគ្រូចាតើតើមួយការរៀននេះបើជាបទពិសោធន៍របស់ខ្ញុំមើលឃើញថាបើយើងនិយាយចំណុចទី1យើងថាលុយមនុស្សគិតរឿងលុយមុនដំបូងឡើយមនុស្សគិតថាអូខេរៀនកន្លែងនេះអស់គេយកប៉ុន្មានរៀនកន្លែង B អស់ប៉ុន្មានរៀនកន្លែង C អស់ប៉ុន្មានគឺមានការប្រៀបធៀបទៅលើទឹកលុយអញ្ចឹងអាហ្នឹងវាជាចំណុចមួយឯងប៉ុន្តែអ្វីដែលធំបំផុតណាដែលខ្ញុំចង់បញ្ជាក់ជូនទៅដល់បងប្អូនដែលចង់រៀនណាអ្វីដែលធំបំផុតគឺពេលវេលាពិតជាសំខាន់អញ្ចឹងដូចតាមយោងលើបទពិសោធន៍របស់ពួកខ្ញុំឆ្លងកាត់នៅក្នុងការរៀនអីមួយទី1ការចំណាយរបស់យើងប្រចាំថ្ងៃគឺអស់ច្រើនណាតែយើងអត់បានទៅចាប់អារម្មណ៍ទេតែយើងបែរយើងទៅសូនសាញរឿងអីគេរឿងតម្លៃរៀនកន្លែងនេះថ្លៃរៀនកន្លែងនោះថោករៀនកន្លែងនេះចិត្តបង់លុយកន្លែងនេះចំណេញ200ឬមួយក៏បង់កន្លែងនោះខុសគ្នាភាពខុសគ្នាបើជាបទពិសោធន៍របស់ខ្ញុំគិតថាតាក់ទងជាមួយនឹងលុយពេលខ្លះយើងប្រៀបធៀបទៅវាឃើញភាពខុសគ្នាមែនប៉ុន្តែបើយើងនិយាយអំពីពេលវេលាវិញណាបើសិនជាយើងទៅដល់កន្លែងមួយយើងបង់លុយហើយមានការបរិញ្ញាត្រឹមត្រូវអាហ្នឹងយើងចំណេញតែបើសិនជាយើងបង់លុយហើយទោះបីតែយើងបង់នឹងថោកយ៉ាងណាក៏ដោយគឺអ្នកដែលបង់លុយហ្នឹងគឺជាអ្នកខាតពេលវេលាមួយថ្ងៃយើងចាយអស់ប៉ុន្មានបើមួយឆ្នាំយើងរៀនអត់ចប់យើងសរុបលុយមកមួយឆ្នាំហ្នឹងយើងចាយអស់ប៉ុន្មានវាជាការខាតបង់ធំមែនតើអញ្ចឹងអ្វីដែលខ្ញុំ recommend ឬសាលាឲ្យត្រូវគឺពេលវេលាច្បាស់លាស់ម៉ោងរៀនគឺរៀនម៉ោងចូលម៉ោងចេញអារៀនចាប់បានយឺតហើយនឹងលឿនភាពវៃឆ្លាតអាហ្នឹងទុកម្ដុំអាហ្នឹងទៅលើអ្វីដែលយើងជ្រើសរើសថាតើយើងគួរជ្រើសរើសទីតាំងណាកន្លែងណានៅក្នុងការរៀនហើយទទួលបានគេហៅថាទំនុកចិត្តហើយនឹងប្រសិទ្ធភាពចាកន្លែងខ្ញុំគឺខ្ញុំ recommend ឲ្យមើលកន្លែងហ្នឹងតែបើសិនជាករណីថាគាត់មិនមែនជាសាលាដូចខ្ញុំបង់លុយរៀនពីមុនអញ្ចឹងខ្ញុំបង់លុយរៀនតាមសាឡនអញ្ចឹងគាត់មិនមែនជាសាលាបរិញ្ញាទេគាត់ជាសាឡនគាត់បើកបម្រើភ្ញៀវអញ្ចឹងគាត់ធ្វើលើភ្ញៀវអញ្ចឹងបើសិនជាគាត់ជាប់ភ្ញៀវគាត់ធ្វើលើភ្ញៀវគាត់មានពេលណាមកបរិញ្ញាយើងទី1មួយទៀតពេលដែលគាត់ទំនេរក៏គាត់អាចបរិញ្ញាយើងបានចាអញ្ចឹងនៅក្នុងការបរិញ្ញាវាប៉ុតណាបើមានពេលបរិញ្ញាបានចុះការបរិញ្ញារបស់គាត់ហ្នឹងគាត់មានកម្មវិធីបរិញ្ញាអត់បើសិនជាមានកម្មវិធីបរិញ្ញាអូខេចុះបើសិនជាអត់មានកម្មវិធីបរិញ្ញាតើយើងគិតមើលថាខាតឬមួយក៏ចំណេញហើយយើងទទួលបានកម្រិតណាលទ្ធផលដែលយើងរំពឹងទឹកដៃជាគោលបំណងរបស់យើងពិតប្រាកដយើងបង់លុយដើម្បីចង់បានជំនាញចាអញ្ចឹងវាជាចំណុចទុយប៉ុន្តែវាមានគេហៅថាតម្លៃដែលត្រូវបង់
ហើយនឹងផលប្រយោជន៍ដែលយើងទទួលបានគឺវាបង្កប់អត្ថន័យនៅក្នុងហ្នឹងដោយកូនសិស្សរបស់ខ្ញុំឆ្លងកាត់ដែលគាត់រៀនចប់ហើយគាត់ចេញទៅបង្កើតមុខរបរគាត់អរគុណនៅកេះម៉ាក់កាយមួយកេះដែលសាលារៀបចំឲ្យគាត់ថាកេះម៉ាក់កាយហ្នឹងគឺគាត់ដឹងគុណទៅលើកេះម៉ាក់កាយហ្នឹងគាត់មិននឹកស្មានថាកេះម៉ាក់កាយហើយដែលគាត់រៀនជំនាញនៅសាលាដែលគាត់រៀនចប់ទៅលើជំនាញ make up បួងសក់ហ្នឹងគាត់ទៅធៀបពិតគាត់រៀនហើយគាត់ទៅបើកសាឡនហើយនឹងបើកសំអាងខ្ញុំមើលឃើញថាគាត់ខលមកគាត់មកអរគុណគាត់ខលមកអរគុណគឺការដឹងគុណណាចាដឹងគុណក្នុងនាមជាគ្រូអញ្ចឹងគាត់មើលគាត់ក៏បានប្រាប់ថាអ្នកគ្រូអើយអរគុណមែនតើឆ្នាំនេះខ្ញុំរកលុយបានច្រើនមែនតើអ្នកគ្រូទាយមើលថាខ្ញុំរកលុយបានខ្ញុំថាខ្ញុំអត់ទាយព្រោះអីអ្នកគ្រូមិនជំនាញគ្រូទាយអ្នកគ្រូបរៀនបានតែជំនាញសាឡនបងឯងរកបានប្រាប់មកគាត់ថាអ្នកគ្រូមួយឆ្នាំនេះខ្ញុំរកលុយបានរាប់ម៉ឺនដុល្លារខ្ញុំដឹកស្មានអត់ដល់ថាមុខរបរខ្ញុំអាចចាប់បានអញ្ចឹងហើយពេលដែលគាត់និយាយមកខ្ញុំពិតជា surprise ហើយខ្ញុំមានអារម្មណ៍មួយថាខ្ញុំអត់ទាន់ជឿគាត់ទេខ្ញុំក៏សួរគាត់ថាអូនធ្វើអីគេបានដល់ជារាប់ម៉ឺនដុល្លារហើយបានគាត់ប្រាប់ថាអ្នកគ្រូមួយឆ្នាំនេះសំអាងមួយខែខ្ញុំចេញ20-30រោងចាអញ្ចឹង20-30រោងហើយខ្ញុំសួរគាត់ថាមួយរោងគាត់ចេញយកបានមួយរោងគាត់យកបានតម្លៃទាបបំផុត1500ហើយរោង VIP របស់គាត់យកបានជាង2000ចាអញ្ចឹងខ្ញុំពិតជា surprise ហើយមោទនភាពក្នុងនាមជាម្ចាស់សាលាហើយក៏ជាគ្រូបរិញ្ញាដែលឃើញកូនសិស្សទទួលបានភាពរីកចម្រើនហើយនឹងទទួលបានផលផ្លែផ្កាសប្បាយរីករាយមែនតើចាគឺមកទៅបច្ចុប្បន្នអាចថាអ្នកគ្រូទទួលបង្រៀនសិស្សឬក៏ថាផ្ដល់ជាចំណេះជំនាញហ្នឹងទៅកាន់សិស្សរាប់ម៉ឺនអ្នកហើយឃើញទេចាដោយសារយើងបើគិតទៅវាជា20ឆ្នាំហើយយើងបរិញ្ញាមានវគ្គខ្លីមានវគ្គពេញវគ្គចាអញ្ចឹងតួលេខនៅក្នុងការដែលខ្ញុំជួយទៅដល់បងប្អូនកូនខ្មែរយើងច្រើនតួលេខអាចជាង20000ស្ដើងចាហើយក៏មានដូចគាត់អញ្ចឹងជោគជ័យក៏ទេតតមកអរគុណអ្នកគ្រូចាបោកម៉ាក់កាយមួយចាកេះម៉ាក់កាយចាកេះម៉ាក់កាយអវ៉ាន់មកកេះដែលគាត់រៀបគេហៅថាពេលដែលគាត់រៀនគាត់រៀនហើយគាត់បានធ្វើការទិញហើយរៀនចប់គាត់ថាគាត់អរគុណអវ៉ាន់មកកេះហ្នឹងចាគាត់ថាទៅចេញសម្អាងយួរតែមកកន្ត្រកហ្នឹងណាគ្រូទីចំណុចគាត់ចាចឹងទីចុងក្រោយតើអ្នកគ្រូនិយាយអីចាអស់លោកទៅដល់ទៅដល់អ្នកគ្រប់គ្រងទៅជាគ្រូសាស្ត្រចាចុងក្រោយខ្ញុំក៏សូមអរគុណពលរដ្ឋគ្នាហើយក៏អរគុណដល់អតិថិជនគ្រប់សង្ខាអស់ជាពិសេសគឺវៀតណាមបេដាណាព្យាបាលអង្គគ្រូមិនទាំងអស់ដែលគាត់តែមានទំនុកចិត្តហើយជឿជាក់បានបញ្ជូនបុត្រធីតារបស់គាត់ក៏ដូចជាកូនក្មួយមករៀននៅសាលាគ្រីស្ទីណាហើយរាល់ការខិតខំប្រឹងប្រែងក៏ដូចជាក្រុមគ្រូរបស់យើងនៅក្នុងការធ្វើរឿងនឹងបានគឺដោយសារតែការគ្រប់គ្រងរបស់សំណាក់អតិថិជនគ្រប់ជាន់ថ្នាក់នេះឯងមិនថាសេវាកម្មសាឡនក៏ដូចជាការបណ្ដុះបណ្ដាលទេអញ្ចឹងយើងមើលឃើញថាដោយសារតែកំណើននៃការចាប់អារម្មណ៍ក៏ដូចជាការពេញចិត្តរបស់ពួកគាត់គឺយើងតែងតែរៀបរាប់នៅអ្វីដែលថ្មីផ្នែកនៅក្នុងការចែកជូនទៅដល់បងប្អូនយើងហើយជាពិសេសយើងលើកទឹកចិត្តថាវិស័យសាឡនគឺជាវិស័យមួយដែលមោទនភាពដែលមនុស្សគ្រប់គ្នាចង់បានហើយនឹងត្រូវការមែនតើឲ្យតែយើងចេះគាត់ប្រកបគឺគេហៅថាចេះគាត់ប្រកបគឺលុយរត់រយណាស់តែចេះស្ទើរឯងរត់លុយរត់ចូលហើយរត់ចេញរត់ចូលហើយរត់ចេញដូចលេខបិទពួនចឹងអាហ្នឹងកាលណាយើងចេះស្ទើរតែបើយើងចេះឲ្យប្រកបបើថាចេះតែកក់សក់ឲ្យដឹងថាខ្លួនឯងជំនាញកក់គឺភ្ញៀវចូលមកគឺរកយើងកក់មកចេះកញ្ចក់ឲ្យឯកទេសមួយឲ្យច្បាស់មកចាអញ្ចឹងដាក់គោលដៅទៅពេលដែលយើងរៀនយើងដឹងថាស្អីដែលខ្លួនឯងជាគេហៅថាជាចំណុចខ្លាំងរបស់យើងដូចខ្ញុំអញ្ចឹងខ្ញុំហេតុអីខ្ញុំគ្រប់យ៉ាងដែលជំនាញសាឡនទាំងអស់ខ្ញុំតម្លាក់ចោលដោយសារខ្ញុំបង្ហាញទៅលើសក់អញ្ចឹងខ្ញុំដោតចាក់ទៅសក់ហ្នឹងទេគឺខ្ញុំពង្រឹងអ្វីដែលខ្ញុំខ្លាំងខ្ញុំអត់ចំណាយពេលពង្រឹងនៅអ្វីដែលខ្ញុំខ្សោយទេពីព្រោះឯដើម្បីតែពង្រឹងអាខ្សោយរបស់យើងអាខ្លាំងរបស់យើងខាតតែអត់មានពេលឃើញអញ្ចឹងអាណាដែលខ្សោយអូខេចែកគ្នារកស៊ីចែកគ្នាធ្វើលុយលើឱកាសសំខាន់គឺធ្វើអ្វីដែលល្អហើយពេញចិត្តសប្បាយចិត្តឲ្យអតិថិជនរីករាយអានោះគឺជាចំណុចឈ្នះខ្ញុំឆ្លៃពេលអ្នកគ្រូពង្រឹងអ្វីដែលយើងខ្លាំងចាយើងពង្រឹងអ្វីដែលយើងខ្លាំងពីព្រោះឯពេលវេលាមាន24ម៉ោងឯងបើចំណាយពេលវេលាខុសលទ្ធផលគឺខាតចាអរគុណច្រើនអ្នកគ្រូអរគុណ